សួស្តីបងប្អូនរដូវត្រជាក់មកដល់ហើយបងប្អូនឥឡូវម៉ាស៊ីនកម្ដៅខូចមើលខ្ញុំមើលរុនហ្នឹងវាអត់មានភ្លើង LED ឆេះណាអញ្ចឹងមានន័យបញ្ហាមួយហើយអញ្ចឹងខ្ញុំបើកមើលថេសភ្លើងមើលហើយអាភ្លើងហ្នឹងវាត្រូវចូល120ពួកអាហ្គាសហ្នឹងភ្លើងដល់120ពួក heat pump ភ្លើង240ឥឡូវខ្ញុំថេសភ្លើងចូលសិនភ្លើងចូលមានអីឃើញបងប្អូនវាឡើង120ហើយអញ្ចឹងទៅមានន័យថាភ្លើងចូលហើយអញ្ចឹងតែភ្លើងចូលហើយមានអាភ្លើងហ្នឹងវាទៅចូលហើយមានទៅ transformer ព្រោះអា transformer វាអត់ឲ្យ 24V មកទេអា board នឹងវាអត់ភ្លើងទេអញ្ចឹងទៅខ្ញុំត្រូវថេសអាភ្លើងនៅ transformer មួយទៀតឲ្យប្រដាប់តម្លាក់ភ្លើងឲ្យសល់ 24V ឥឡូវខ្ញុំដោះចេញវាហ្មងទៅហើយខ្ញុំថេសនៅខាងក្រៅវិញថេសភ្លើងទៅរត់ទៅ transformer ហ្នឹងអត់ព្រោះមានភ្លើងរត់ទៅហ្នឹងហើយអញ្ចឹង transformer ហ្នឹងមានបញ្ហាព្រោះវាអត់ចេញ 24V ឥឡូវខ្ញុំដោះខ្សែវាចេញសិនកុំឲ្យវាច្រឡំផ្នែកមួយអាភ្លើងមួយចូល120ចេញមក 24V អញ្ចឹងខ្ញុំផ្ដាច់វាចេញពីគ្នាដើម្បីខ្ញុំថេសអាភ្លើងឲ្យបងប្អូនមើលអាភ្លើងចូលហ្នឹងណាព្រោះមានភ្លើងចូលហើយមានភ្លើងចេញមានន័យខូចអាហ្នឹងហើយនេះខ្ញុំផ្ដាច់វាចេញនេះខ្ញុំទាញចេញហើយខ្ញុំចាប់ទាញអា 24V ចេញខ្ញុំថេសតែភ្លើង120ទេនេះបងប្អូនឃើញភ្លើងវាឡើង120មានន័យថាភ្លើងចូលមកហ្នឹងហើយវាអត់បានចេញ 24V ទេអញ្ចឹងខូចអា transformer ហ្នឹងហើយ transformer ហ្នឹងវាមាន3ប្រភេទណា120និង208 240បងប្អូនតទៅខ្សែហ្នឹង120ដាក់ខ្សែ120បើទៅខ្សែ208ដាក់ខ្សែ208មកវាច្រឡំគ្នាហើយអាហ្នឹងដល់ភ្លើងឡើងចុះក៏វាឆេះអាហ្នឹងដែរខូចអាហ្នឹងយើងពិបាករកបន្តិចដោយសារអីដោយសារវាអំពែគ្រប់យើងវាស់ទៅមានភ្លើងតែអំពែវាឲ្យអត់គ្រប់ទៅពីយើងចាប់ចូលទៅយើង connect វាទៅដាច់បាត់ដល់ពេលអញ្ចឹងវាស់ទៅមានភ្លើងអាហ្នឹងពិបាករកជាងគេហើយខ្ញុំដាក់អាខ្សែ120ហើយចឹងនៅខ្សែ208និងខ្សែ240ចឹងខ្ញុំរុំក្បាលភ្លើងរុំរឹតវាកុំឲ្យវាប៉ះគេប៉ះឯងបៀមអីទេប៉ះគេព្រោះយើងអត់តទៅផងតែគាត់ការពារខ្លាច់ទូសេទូអីទៅឥឡូវនេះខ្ញុំរុំវាហើយខ្ញុំរុញវាអាហ្នឹងរុញឲ្យឆ្ងាយដៃព្រោះយើងអត់ប្រើគាត់ទុកចោលខ្សែហ្នឹងហើយខ្ញុំចាប់ផ្ដើមថេសវាសាកមើលមានភ្លើងដែរឃើញភ្លើង LED ឡើងបងប្អូនពេលស្កត់ហ្នឹងទៅអញ្ចឹងមានន័យថាភ្លើងចូលទៅក្នុង board វាវិញហើយឥឡូវខ្ញុំថេសហើយខ្ញុំចាប់រុញខ្សែចូលក្នុងដើម្បីបិទស្ទះវាតែបិទទៅវាមានអាកុងតាក់ហ្នឹងបិទទៅវាចេញភ្លើងមកនោះក្រហមហ្នឹងអាហ្នឹងគឺដំណើរការវិញហើយឥឡូវការខ្ញុំចាប់ហើយបងប្អូនមានភ្លើងអស់ហើយអញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយ